សូមចុច Subscribe និង Like ឲ្យ Admin មួយផងណាទោះស្ដាប់ការបាត់បង់របស់សំខាន់ក្នុងជីវិតគឺជាបទពិសោធន៍ដ៏ឈឺចាប់ប៉ុន្តែក៏ជាផ្នែកមួយដែលយើងទាំងអស់គ្នាត្រូវឆ្លងកាត់ដែរនេះជាវិធីមួយចំនួនដែលអាចជួយអ្នកដោះស្រាយជាមួយការបាត់បង់1ទទួលស្គាល់អារម្មណ៍របស់អ្នកកុំបំភ្លេចឬបង្ខំអារម្មណ៍របស់អ្នកយល់ដឹងថាការឈឺចាប់ភាពសោកស្ដាយឬភាពខឹងគឺជាប្រតិកម្មធម្មជាតិ2ផ្ដល់ពេលវេលាត្រឹមត្រូវដល់ខ្លួនអ្នកការជាសះស្បើយតម្រូវឲ្យមានពេលវេលាកុំបង្ខំឲ្យខ្លួនអ្នកជាសះស្បើយលឿនពេក3ស្វែងរកការគាំទ្រចែករំលែកអារម្មណ៍របស់អ្នកជាមួយមនុស្សដែលអ្នកជឿទុកចិត្តកុំរស់នៅដោយឯកឯង4ថែរក្សាសុខភាពផ្លូវកាយបន្តរបបអាហារប្រកបដោយជីវជាតិធ្វើសកម្មភាពរាងកាយបន្តិចម្ដង5ផ្ដោតលើអ្វីដែលអ្នកមានរំលឹកខ្លួនអ្នកអំពីមនុស្សនិងអ្វីដែលនៅសេសសល់ក្នុងជីវិតរបស់អ្នក6រៀនយកមេរៀនពីបទពិសោធន៍មើលឃើញថាតើការបាត់បង់នេះអាចបង្រៀនអ្នកអ្វីខ្លះសូមចងចាំថាការបាត់បង់មិនមែនកំណត់អត្តសញ្ញាណរបស់អ្នកទេទោះបីជាឈឺចាប់ក៏ដោយក៏អ្នកនៅតែអាចបន្តរស់នៅនិងរីកចម្រើនបានដដែលបើអ្នកមានអារម្មណ៍ថាគ្មានផ្លូវចេញសូមស្វែងរកជំនួយពីអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត